ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទថ្ងៃនេះខ្ញុំបាទវិជ្ជាខកសុនមានជានឹងសុភីមួយទៀតដើម្បីចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់តាក់ទងនឹងបញ្ហាលំបាកមានកូនបាទអញ្ចឹងតាក់ទងនឹងបញ្ហាលំបាកមានកូនដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកម្លែកគឺយើងនិយាយអំពីសញ្ញាបញ្ហាលំបាកមានកូនដែលភាសាអង់គ្លេសគេហៅថា symptom of infertility បាទយើងឃើញថានៅពេលបច្ចុប្បន្នហ្នឹងគឺបញ្ហាលំបាកមានកូនគឺជាបញ្ហាមួយដែលឃើញញឹកញាប់ផងដែរចំពោះគូស្វាមីភរិយាដែលរៀបការរួចហ្នឹងបាទយើងចង់ដឹងថាតើបញ្ហាលំបាកមានកូនហ្នឹងបណ្ដាលមកពីមូលហេតុអ្វីខ្លះហើយសញ្ញាលំបាកមានកូនហ្នឹងមានអ្វីខ្លះដែរបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមាតិកាក្នុងឋាននេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេផ្ដើមទី2គឺមូលហេតុលំបាកមានកូននិងទី3គឺសញ្ញាបញ្ហាលំបាកមានកូនបាទយើងចង់ដឹងថាតើលំបាកមានកូននឹងវាបណ្ដាលមកពីមូលហេតុអ្វីខ្លះហើយសញ្ញាអ្វីខ្លះបង្ហាញថាគាត់មានបញ្ហាលំបាកមានកូនបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមបញ្ហាលំបាកមានកូនលើមនុស្សស្រីគឺជាអសមត្ថភាពនៅក្នុងការមានផ្ទៃពោះបើទោះបីជាមានការរួមភេទទៀងទាត់ត្រឹមត្រូវក្នុងរយៈពេល1ឆ្នាំมันមានពជាកំណើតក៏ដោយបាទអាហ្នឹងហៅបញ្ហាលំបាកមានកូនហើយចាំថាការមួយឆ្នាំហើយអត់ទាន់មានកូនហ្នឹងបាទហ្នឹងគឺជារឿងមួយដែលតកតងបញ្ហាលំបាកមានកូនហើយមូលហេតុនៃបញ្ហាលំបាកមានកូនគឺមកពីកត្តាតកតងនឹងស្ត្រីមានប្រមាណជា30%ផងដែរអញ្ចឹងគេរកឃើញថាក្នុង100%ហ្នឹងឃើញថាបញ្ហាលំបាកមានកូនតកតងស្ត្រីគឺមានប្រមាណជា30%កត្តាជាច្រើនបង្កឲ្យមានបញ្ហាលំបាកមានកូនលើមនុស្សស្រីបាទគឺដូចជាកត្តាអរម៉ូនបញ្ហាកំពេញអូវែរនិងសរីរាង្គបន្តពូជផ្សេងទៀតភាពមិនប្រក្រតីនៃការបញ្ចេញមេជីវិតញីជាដើមបាទហ្នឹងគឺយើងនិយាយជារួមតកតងបញ្ហាពិបាកមានកូនលើមនុស្សស្រីហ្នឹងយើងមើលតទៅទៀតតកតងមូលហេតុលំបាកមានកូនតើមូលហេតុលំបាកមានកូនហ្នឹងមានអ្វីខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលមូលហេតុលំបាកមានកូនទី1គឺតកតងនឹងជំងឺគិសច្រើននៅក្នុងកំពែងអូវែរបាទដែលយើងហៅកាត់ថាជំងឺ PCOS គឺ Polycystic Ovarian Syndrome យើងឃើញថាស្ត្រីដែលគាត់មានបញ្ហាជំងឺគិសច្រើនក្នុងកំពែងអូវែរឬក៏ PCOS ហ្នឹងគឺសង្កេតឃើញថាគាត់មានបញ្ហាពិបាកមានកូនច្រើនផងដែរយើងមើលតទៅទៀតតកតងនឹងមូលហេតុលំបាកមានកូនទី2គឺតកតងនឹងជំងឺ Endometriosis អញ្ចឹងស្ត្រីដែលគាត់មានជំងឺហ្នឹងគឺយើងឃើញថាមានបញ្ហាលំបាកមានកូនផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងមូលហេតុលំបាកមានកូនទី3គឺមានជំងឺឆ្លងតាមផ្លូវភេទបាទយើងហៅ STD បាទដូចជាជំងឺប្រមេះបាទជំងឺស្វាយបាទហ្នឹងគឺអាចធ្វើឲ្យមានបញ្ហាលំបាកមានកូនផងដែរដោយសារមានការលាកទៅលើស្បូនឬក៏មាត់ស្បូនឬក៏ដៃស្បូនផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងមូលហេតុលំបាកមានកូនទី4គឺតកតងនឹងភាពចុះខ្សោយនៃកំពែងអូវែរមុនកំណត់អញ្ចឹងភាពចុះខ្សោយនៃកំពែងអូវែរមុនកំណត់ហ្នឹងគឺអាចតកតងនឹងជំងឺអូតូមីនបាទជំងឺវិបត្តិប្រព័ន្ធការពារការព្យាបាលដោយថ្នាំគីមីតកតងនឹងមហារីកឬក៏តកតងបញ្ហា genetic ផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងមូលហេតុលំបាកមានកូនទី5គឺតកតងវិបត្តិឬក៏ជំងឺរបស់កំពែង hypothalamus បាទអញ្ចឹងវិបត្តិឬក៏ជំងឺរបស់កំពែង hypothalamus បាទយើងឃើញថាអាចធ្វើឲ្យមានការបញ្ចេញអរម៉ូនថយចុះអញ្ចឹងស្ត្រីហ្នឹងគឺមានបញ្ហាពិបាកមានកូនផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងនឹងមូលហេតុលំបាកមានកូនទី6គឺស្ត្រីមានប្រវត្តិធ្លាប់វះកាត់ពោះពីមុនមកបាទដូចជាជំងឺកូនកៅស្បូនលាកខ្នាញ់ពោះវៀនបាទហើយវាធ្វើឲ្យស្អិតខុសធម្មតាដែលអាចធ្វើឲ្យមានបញ្ហាលំបាកមានកូនផងដែរ
បាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងបញ្ហាលំបាកមានកូនមូលហេតុទី7គឺតកតងភាពមិនប្រក្រតីនៃស្បូនបាទដូចជាស្បូនខុសរូបរាងធម្មតាមាត់ស្បូនរួមតូចពេកបាទហ្នឹងគឺជាមូលហេតុដែលតកតងបញ្ហាលំបាកមានកូនផងដែរយើងមើលជាបន្តទៅទៀតតកតងមូលហេតុលំបាកមានកូនទី8គឺអាចតកតងការលើសអរម៉ូនប្រូឡាទីននៅក្នុងឈាមបាទអញ្ចឹងការលើសអរម៉ូនប្រូឡាទីនក្នុងឈាមហ្នឹងវាអាចបង្អាក់ដល់ការបញ្ចេញអរម៉ូនចេញពីក្មេងអូវែរជាពិសេសគឺអ៊ឺស្ត្រូហ្សែននិងប្រូហ្សេស្តេរ៉ូនហ្នឹងឯងអាចធ្វើឲ្យកម្រាស់ស្ទប់រដូវមានការប្រែប្រួលនាំឲ្យមានបញ្ហារាំងរដូវឬក៏ពិបាកមានកូនផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើមូលហេតុលំបាកមានកូនទី9គឺតើតើនឹងការខូចខាតទៅលើដៃស្បូនបាទដូចជាជំងឺរលាកដៃស្បូនឬក៏ខ្ទុះដៃស្បូនដែលធ្វើឲ្យការបង្កកំណើតមិនបាននាំឲ្យមានបញ្ហាលំបាកមានកូនផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើមូលហេតុលំបាកមានកូនទី10គឺមានជំងឺដុំស្បូនដែលនៅជាប់នឹងប្រហោងស្បូនឬក៏នៅក្នុងប្រហោងស្បូនតែម្ដងអញ្ចឹងបញ្ហាមានជំងឺដុំស្បូនដែលនៅជាប់នៅក្នុងប្រហោងស្បូនហ្នឹងឬក៏ក្នុងប្រហោងស្បូនហ្នឹងគឺអាចធ្វើឲ្យស្ត្រីមានបញ្ហាលំបាកមានកូនផងដែរយីមើលតទៅទៀតតើតើមូលហេតុលំបាកមានកូនទី11គឺអាចតើតើនឹងកត្តាផ្លូវចិត្តបាទមូលហេតុតើតើកត្តាផ្លូវចិត្តឬក៏มันអាចបញ្យល់បានបាទអញ្ចឹងខ្លះរមូលហេតុឃើញខ្ញុំមិនអាចយកបានទេតើតើនឹងបញ្ហាលំបាកមានកូនយីមើលជាបន្តទៅទៀតតើតើនឹងសញ្ញាបញ្ហាលំបាកមានកូនតើសញ្ញាបញ្ហាលំបាកមានកូននឹងមានអ្វីខ្លះបាទយើងចង់ដឹងតោះគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតអញ្ចឹងសញ្ញាបញ្ហាលំបាកមានកូនទី1គឺការមិនមានផ្ទៃពោះរយៈពេលលើសពី1ឆ្នាំដោយព្យាយាមយកកូនចឹងថាគូស្វាមីភរិយានឹងព្យាយាមយកកូន1ឆ្នាំជាងហើយនៅតែមិនមានផ្ទៃពោះបាទនឹងគឺជាសញ្ញាទី1តើតើនឹងបញ្ហាលំបាកមានកូនហើយយើងមើលតទៅទៀតតើតើសញ្ញាបញ្ហាលំបាកមានកូនទី2គឺมันមានរោគសញ្ញាច្បាស់លាស់ផ្សេងទៀតនោះទេបាទអញ្ចឹងអ្នកខ្លះអត់មានសញ្ញាអីទេណាតើតើនឹងបញ្ហាលំបាកមានកូនហ្នឹងយើងមើលតទៅទៀតគឺសញ្ញាបញ្ហាលំបាកមានកូនទី3គឺស្ត្រីរដូវមិនទៀងទាត់ឬក៏គ្មានរដូវបាទអញ្ចឹងស្ត្រីដែលគាត់រដូវមិនទៀងទាត់នឹងឬគ្មានរដូវហ្នឹងវាអាចជួបបញ្ហាទាក់ទងនឹងលំបាកមានកូនផងដែរយមើលបន្តទៅទៀតទាក់ទងសញ្ញាបញ្ហាលំបាកមានកូនទី4គឺរោគសញ្ញាមួយចំនួននៃបញ្ហាអរម៉ូនបាទដូចជាបំរែបំរួលសក់ឬក៏រោមមានថាក៏ដុសរោមសក់ខុសធម្មតាច្រើននិងមុខងារផ្លូវភេទហ្នឹងបាទដោយសារបំរែបំរួលអរម៉ូនជាពិសេសគឺអរម៉ូននៃពេញភេទឬក៏អរម៉ូនផ្សេងទៀតដែលនាំឲ្យមានបញ្ហាលំបាកមានកូនផងដែរអញ្ចឹងបើសិនជាគូស្វាមីភរិយាដែលរៀបការរួចហើយនៅមានបញ្ហាពិបាកមានកូនហ្នឹងការមួយឆ្នាំជាងនៅមិនមានយើងថាខាងប្រាសាទឬខ្ញុំមានផ្ដល់សេវាពិនិត្យនិងព្យាបាលបញ្ហាលំបាកមានកូនបុរសស្ត្រីក្នុងតម្លៃសមរម្យផងដែរបាទអាចធ្វើការប្រឹក្សាសុខភាពតាមលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225ហើយនិង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR Code Reader ដំឡើងកម្មវិធីនឹងមកបើកម្មវិធីនឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Land បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបើកម្មវិធីនឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏យើងអាចមើលតាមផែនទីផ្ទាល់បាទយើងអាចចុះតាមខ្លោងទ្វារវត្តសំសល់បត់តាមលំងវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដល់តាមខ្ញុំហើយឬក៏យើងអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Complete តែម្ដងបើសិនបាទពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តចង់តាមដានព័ត៌មានសុខភាពថ្មីៗដល់ថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំបានគឺវិទ្យាមិត្តខកសុនចំណេះដឹងសុខភាពបាទអាចធ្វើការ scan QR code ទៅដើម្បីចូលក្នុង channel យើងខ្ញុំបាទចុច subscribe ឬក៏ join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដល់ថ្លៃច្រើនទៀតផងដែរបើសិនបាទពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងបញ្ហាពិបាកមានកូនវិធីធ្វើឆាប់មានកូនបាទទាក់ទងបញ្ហារដូវរបស់ស្ត្រីវិបត្តិរដូវផ្សេងៗក៏ដូចជាការយល់ដឹងអំពីថ្នាំនិងវ៉ាក់សាំងបាទអាចចូលក្នុង YouTube Channel វាយពាក្យវិជ្ជាជីវៈខកសុន
បាទដូចអក្សរស្រាប់បាទចុច search ស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជួយ subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ